មេរៀនទី1តម្រូវប្រសាទសមត្ថភាពឆ្លើយតបនឹងវត្ថុភ្ញូចជាលក្ខណៈពិសេសរបស់ភាវៈរស់ទាំងអស់មួយធំតម្រូវប្រសាទសត្វឥតឆ្អឹងកងមួយតូចតម្រូវប្រសាទប្រូទីសគ្មានប្រព័ន្ធប្រសាទពិតប្រាកដទេតែវាអាចឆ្លើយតបនឹងរំញោចពីតូចតម្រូវប្រសាទអ៊ីតមានបណ្ដាញសរសៃប្រសាទដែលបញ្ជូនអង្គភ្លុចប្រសាទទៅគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយហើយបង្កើតបានជាដំណប់សម្របសម្រួល3តូចតម្រូវប្រសាទជន្លេនមានខួរក្បាលកម្រិតទាបនិងសរសៃប្រសាទពោះមួយគូរីកធំហើយคล้ายជាកង់អ៊ីយ៉ុងនៅក្នុងកង់នីមួយៗបណ្ដាញសរសៃប្រសាទចំហៀងជាច្រើនបន្តពីមជ្ឈមណ្ឌលប្រសាទទៅគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយ4តូចតម្រូវប្រសាទកណ្ដូបប្រព័ន្ធប្រសាទកណ្ដូបស្រដៀងនឹងជន្លេនប៉ុន្តែសរីរាង្គវិញ្ញាណរបស់កណ្ដូបមានការវិវត្តខ្ពស់កណ្ដូបមានភ្នែកពុកនិងជីវហាវិញ្ញាណវារស់និងសម្លេង2ធំតម្រូវប្រសាទសត្វឆ្អឹងកង1តូចរូបគុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងសកម្មភាពនៃប្រព័ន្ធប្រសាទប្រព្រឹត្តទៅក្រោមចលនការមួយគឺសកម្មភាពអាំងភ្លុចប្រសាទនិងមូលដ្ឋានគ្រឹះ3គឺមជ្ឈមណ្ឌលប្រសាទសរសៃប្រសាទនាំព័ត៌មានទៅខួរក្បាលសរសៃប្រសាទទទួលបញ្ជាពីខួរក្បាលវិញប្រព័ន្ធប្រសាទមាន2ផ្នែកដែលមាននាទីផ្ទុយគ្នាមជ្ឈមណ្ឌលប្រសាទមានខួរក្បាលនិងខួរឆ្អឹងខ្នងដែលជាកន្លែងទទួលនិងបញ្ជានៅក្នុងប្រព័ន្ធប្រសាទបរិមណ្ឌលប្រសាទមានសរសៃប្រសាទទាំងអស់នៃសារពាង្គកាយសរសៃប្រសាទផ្លូវប្រសាទចែកចេញជា2ក្រុមសរសៃប្រសាទវិញ្ញាណនាំបញ្ជូនព័ត៌មានពីសរីរាង្គវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទសរសៃប្រសាទចលករ motor ទទួលបញ្ជាពីមជ្ឈមណ្ឌលប្រសាទមកវិញសរសៃប្រសាទចលករចែកចេញជាប្រព័ន្ធប្រសាទឆន្ទៈបញ្ជាសាច់ដុំជាប់ឆ្អឹងប្រព័ន្ធប្រសាទអឆន្ទៈភ្ញូចក្រពេញនិងសាច់ដុំផ្សេងៗដូចជាសាច់ដុំបេះដូងសាច់ដុំរលីងប្រព័ន្ធនើរ៉ូអង់ដូគ្រីនជាបណ្ដាញនៃក្រពេញអង់ដូគ្រីនហើយការផលិតអរម៉ូនស្ថិតក្រោមការបញ្ជារបស់មជ្ឈមណ្ឌលប្រសាទក្នុងសរសៃប្រសាទនីមួយៗមានបាច់ប្រសាទជាច្រើនហើយបាច់សរសៃប្រសាទនីមួយៗមានភីបប្រសាទជាច្រើនភីបប្រសាទទៅជាបាច់ប្រសាទទៅជាសរសៃប្រសាទ2តូចតម្រូវប្រសាទសត្វឆ្អឹងកងប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានការអភិវឌ្ឍខ្ពស់គឺទំហំនិងលក្ខណៈស្មុគស្មាញរបស់ខួរធំនិងខួរតូចកើនឡើងពីថ្នាក់ត្រីទៅថ្នាក់កសត្វថ្នាក់បក្សីនិងថ្នាក់កសត្វជាពិសេសត្រីម៉ាត់អត្តគោលខួរធំមានផ្នត់ច្រើនដែលជាលក្ខណៈមួយបង្កើនទំហំផ្ទៃខួរក្បាលអត្តគោលខួរជាតំបន់វិនិច្ឆ័យគឺវាទទួលបកស្រាយកំណត់ដំណប់ទៅនឹងព័ត៌មានរបស់សរីរាង្គវិញ្ញាណខួរតូចមាននាទីសម្របសម្រួលចលនានិងត្រួតពិនិត្យលំនឹងវាមានការវិវត្តចំពោះថ្នាក់បក្សីនិងថ្នាក់កសត្វ3ធំប្រព័ន្ធប្រសាទមនុស្ស1តូចនាទីប្រព័ន្ធប្រសាទទទួលព័ត៌មានពីមជ្ឈដ្ឋានខាងក្រៅនិងពីផ្នែកផ្សេងៗនៅក្នុងសារពាង្គកាយប្រព័ន្ធប្រសាទមាននាទី3យ៉ាងគឺការទទួលព័ត៌មានការឆ្លើយតបនិងព័ត៌មាននិងដំណើររក្សាថេរលំនឹង2តូចណឺរ៉ូនកោសិកាប្រសាទប្រព័ន្ធប្រសាទផ្គុំឡើងពីសរីរាង្គជាលិកានិងកោសិកាឧទាហរណ៍ខួរក្បាលជាសរីរាង្គមួយសរសៃប្រសាទទាំងអស់ជាលិកាណឺរ៉ូនជាកោសិកាឯកទេសដែលមាននាទីបញ្ជូនព័ត៌មានករូបផ្គុំណឺរ៉ូនមាន3ផ្នែកសំខាន់ដងទ្រីតតួកោសិកានិងអាក់សូនខប្រភេទផ្សេងៗនៃណឺរ៉ូនចែកចេញជាប្រភេទផ្សេងៗទៅតាមសភាពពន្លយនិងនាទីរបស់វាពាក់ព័ន្ធនឹងដងទ្រីតឬពន្លយគេចែកណឺរ៉ូនជា3ប្រភេទគឺណឺរ៉ូនឯកប៉ូលណឺរ៉ូនទ្វេប៉ូលនិងណឺរ៉ូនពហុប៉ូលពាក់ព័ន្ធនឹងនាទីគេចែកណឺរ៉ូនជា3ដែរគឺណឺរ៉ូនវិញ្ញាណនាំណឺរ៉ូនចលករនិងអន្តរណឺរ៉ូនឬណឺរ៉ូនភ្ជាប់កអាំងភ្លុចប្រសាទរាប់ពាន់លានឆ្លងកាត់តាមប្រព័ន្ធប្រសាទជារៀងរាល់ថ្ងៃ
អាំងផ្លុចប្រសាទនីមួយៗចេញពីដងទ្រីតទៅតួកោសិកាហើយបន្តតាមអក្សររហូតដល់ចុងអក្សរអាំងផ្លុចធ្វើដំណើរតាមបណ្ដោយនឺរ៉ូនក្រោមរូបរាងជាសញ្ញាអគ្គិសនីនិងគីមីល្បឿនអាំងផ្លុចមាន120ម៉ែត្រក្នុង1វិនាទីផ្លូវនៃអាំងផ្លុចប្រសាទគឺចេញពីធ្មួលវិញ្ញាណទៅនឺរ៉ូនវិញ្ញាណនាំឆ្លងកាត់អន្តរនឺរ៉ូនភ្ជាប់ទៅដល់នឺរ៉ូនចលកររួចបញ្ជូនទៅដល់សាច់ដុំខស៊ីណាប់ជាលំហតូចមួយនៅចន្លោះអាក់ហ្សូនរបស់នឺរ៉ូនមួយជាមួយដងទ្រីតរបស់នឺរ៉ូនមួយផ្សេងទៀតនៅពេលអាំងភ្លុចទៅដល់ចុងអាក់ហ្សូនពពុះតូចៗនៃសារធាតុគីមីផ្ទុះហើយសារធាតុគីមីធ្វើចលនាឆ្លងកាត់ស៊ីណាប់នៅផ្នែកម្ខាងទៀតសារធាតុគីមីបង្កើតអាំងភ្លុចថ្មីនៅក្នុងដងទ្រីតរបស់នឺរ៉ូនមួយទៀត3តូចមជ្ឈមណ្ឌលប្រសាទមានខួរក្បាលនិងខួរឆ្អឹងខ្នងកខួរក្បាលជាសរីរាង្គសំខាន់ជាងគេនៃមជ្ឈមណ្ឌលប្រសាទវាមាននឺរ៉ូនប្រហែល100,000លានទម្ងន់ខួរក្បាលមនុស្សប្រុសប្រហែល1200ទៅ1350ក្រាមហើយមនុស្សស្រីប្រហែល1000ទៅ1250ក្រាមផ្ទៃក្រឡាខួរក្បាលប្រហែល2000ទៅ2100សង់ទីម៉ែត្រការ៉េខួរក្បាលការពារដោយឆ្អឹងលលាស្រោមខួរនិងទឹកខួរក្បាលមានតំបន់3សំខាន់ដែលទទួលនិងឆ្លើយតបនឹងព័ត៌មានតំបន់ទាំងនោះគឺខួរធំខួរតូចនិងខួរកញ្ចឹងកខួរធំជាផ្នែកធំជាងគេនៃខួរក្បាលវាមានប្រហែល 80% នៃចំនួនជាលិកាប្រសាទទាំងមូលផ្នែកសំខាន់ជាងគេនៃខួរធំគឺសម្បកខួរដែលជាសារធាតុប្រផេះមានកម្រាស់ពី2ទៅ4មីលីម៉ែត្រផ្ទៃខាងក្រៅនៃសម្បកខួរមានផ្នត់ជាច្រើនដែលបង្កើតផ្ទៃសារធាតុប្រផេះនិងបង្កើនបំណិនកិតផងដែរសម្បកខួរត្រួតពិនិត្យនីតិជាច្រើនរួមបញ្ចូលទាំងបញ្ញាសតិប្រឌិតញាណការពិចារណានៅខាងក្រោមសារធាតុប្រផេះគឺជាសារធាតុសដែលកើតពីភីបប្រសាទអាក់សូននិងស្រទាប់មីយ៉េលីនចង្អុលយ៉ាងជ្រៅចែកខួរធំជាអត្តកូលខួរស្ដាំនិងខួរឆ្វេងផ្នត់ជ្រៅនៅលើសម្បកខួរចែកអត្តកូលនីមួយៗជាកំពក4កំពកថ្ងាសកំពកសៀតផ្កាកំពកចំហៀងកំពកពយផ្នែកផ្សេងនៃខួរធំតាឡាមូសស្ថិតនៅផ្នែកបាតនៃខួរធំទម្រង់ដូចស៊ុតមួយគូដែលកើតពីសារធាតុប្រផេះតាឡាមូសជាស្ថានីយ៍បញ្ជូនបន្តដឹកនាំអាំងផ្លុចទៅផ្នែកត្រឹមត្រូវនៃសម្បកខួរនិងជ្រើសរើសព័ត៌មានមួយចំនួនដែលអាចទប់ស្កាត់បាននៅការធ្វើឲ្យរំភើបខ្លាំងអ៊ីប៉ូតាឡាមូសស្ថិតនៅខាងក្រោមតាឡាមូសត្រួតពិនិត្យវេទនារម្មណ៍សំខាន់ទាក់ទងនឹងការថែរក្សាលំនឹងដូចជាការស្រេកការឃ្លានជាដើមលំហែរក្សាសីតុណ្ហភាពតុល្យភាពទឹកសម្ពាធឈាមទទួលខុសត្រូវយ៉ាងសំខាន់សម្រាប់ផ្ញើការបញ្ចេញអ័រម៉ូនរបស់អ៊ីប៉ូភីខួរតូចស្ថិតនៅខាងក្រោយក្រោមខួរធំខួរតូចចែកចេញជាអត្តកូលចំនួន2ស្រទាប់ក្រៅរបស់ខួរតូចក៏មានផ្នត់ខ្ពស់ដែលជាសារធាតុប្រផេះចំណែកខាងក្នុងជាសារធាតុសខួរតូចត្រួតពិនិត្យចលនាឆន្ទៈទាំងអស់និងចលនាអឆន្ទៈមួយចំនួនខួរកញ្ចឹងកស្ថិតនៅក្រៅបង្អស់ហើយភ្ជាប់ទៅនឹងខួរឆ្អឹងខ្នងស្រទាប់ក្រៅជាសារធាតុសឯស្រទាប់ក្នុងជាសារធាតុប្រផេះត្រួតពិនិត្យសកម្មភាពអឆន្ទៈរបស់សារពាង្គកាយខខួរឆ្អឹងខ្នងបន្តចេញពីខួរក្បាលពីផ្នែកចំហនៃបាតលលាក្បាលខួរឆ្អឹងខ្នងសន្ធឹងចុះក្រោមប្រវែងប្រហែល42ទៅ45សង់ទីម៉ែត្រខួរឆ្អឹងខ្នងត្រូវបានការពារដោយឆ្អឹងកងខ្នងស្រោមខួរនិងទឹកខួរขนาดទទឹងនៃខួរឆ្អឹងខ្នងបង្ហាញឲ្យឃើញថាផ្នែកខាងក្នុងមានរាងជាអក្សរហាសដែលជាសារធាតុប្រផេះមានផ្ទុកអន្តរនឺរ៉ូននិងតួកោសិកានឺរ៉ូនចលករផ្នែកខាងក្រៅជាសារធាតុសមានផ្ទុកភីបរបស់អាក់សូនដែលដឹកនាំអាំងផ្លុចពីគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយទៅខួរឆ្អឹងខ្នងនិងខួរក្បាលនៅចំកណ្ដាលឆ្អឹងខ្នងជាប្រហោងឆ្អឹងខ្នងដែលពេញទៅដោយធាតុរាវខួរឆ្អឹងខ្នងតើខួរឆ្អឹងខ្នងមានសារៈសំខាន់ដោយសំអាងលើហេតុផលអ្វីខ្លះខួរឆ្អឹងខ្នងមានសារៈសំខាន់ដោយសំអាងលើហេតុផលពីរគឺទី1ភ្ជាប់សរសៃប្រសាទនៃបរិមណ្ឌលប្រសាទទៅនឹងខួរក្បាលអាំងភ្លុចចេញពីនឺរ៉ូនវិញ្ញាណនាំធ្វើដំណើរឡើងតាមខួរឆ្អឹងខ្នងដោយឆ្លងតាមអន្តរនឺរ៉ូនឆ្ពោះទៅកាន់ខួរក្បាលឯអាំងភ្លុចចេញ
ពីខួរក្បាលបញ្ជូនចុះទៅខួរឆ្អឹងខ្នងតាមអន្តរណឺរ៉ូនឆ្ពោះទៅកាន់ណឺរ៉ូនចលករអាំងភ្លុចទាំងនេះធ្វើដំណើរតាមបរិមណ្ឌលប្រសាទទៅកាន់សាច់ដុំឬក្រពេញទី2ខួរឆ្អឹងខ្នងត្រួតពិនិត្យរេផ្លេចខ្លះៗដែលជាដំណប់ស្វ័យប្រវត្តិ4. បរិមណ្ឌលប្រសាទជាសំណុំសរសៃប្រសាទទាំងអស់ដែលចេញពីមជ្ឈមណ្ឌលប្រសាទបរិមណ្ឌលប្រសាទមានសរសៃប្រសាទលលាក្បាល12គូនិងសរសៃប្រសាទឆ្អឹងខ្នង31គូសរសៃប្រសាទលលាក្បាលបែកចេញពីខួរក្បាលសរសៃប្រសាទឆ្អឹងខ្នងបែកចេញពីខួរឆ្អឹងខ្នងប្រព័ន្ធប្រសាទសូម៉ាទិកនិងស្វ័យប្រវត្តិប្រព័ន្ធប្រសាទចែកជាពីរក្រុមប្រព័ន្ធប្រសាទសូម៉ាទិកនិងស្វ័យប្រវត្តិប្រព័ន្ធប្រសាទសូម៉ាទិកមានណឺរ៉ូនចលករដែលភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅកាន់សាច់ដុំឆ្នោតឬសាច់ដុំឆន្ទៈប្រព័ន្ធប្រសាទស្វ័យប្រវត្តិមានណឺរ៉ូនធ្វើដំណើរទៅក្រពេញសាច់ដុំរលីងនិងសាច់ដុំបេះដូងប្រព័ន្ធប្រសាទស្វ័យប្រវត្តិចែកចេញជាពីរផ្នែកប្រព័ន្ធប្រសាទសម្បត្តិប្រព័ន្ធប្រសាទប៉ារ៉ាសម្បត្តិប្រព័ន្ធប្រសាទសម្បត្តិមានសកម្មភាពនៅពេលមានភាពតានតឹងប្រព័ន្ធប្រសាទប៉ារ៉ាសម្បត្តិមានអំពើបញ្ច្រាស់គ្នានិងផលនៃប្រព័ន្ធប្រសាទសម្បត្តិបន្ទាប់ពីមានភាពអាសន្នប្រព័ន្ធប្រសាទប៉ារ៉ាសម្បត្តិធ្វើឲ្យសារពាង្គកាយត្រឡប់ទៅស្ថានភាពធម្មតាវិញ4ធំថ្នាំនិងប្រព័ន្ធប្រសាទថ្នាំជាច្រើនដូចជាអាល់កុលកាហ្វេអ៊ីនមានឥទ្ធិពលផ្ទាល់ទៅលើប្រព័ន្ធប្រសាទអាល់កុលពន្យឺតសកម្មភាពមជ្ឈមណ្ឌលប្រសាទការប្រើអាល់កុលច្រើនហួសត្រូវបំផ្លាញកោសិកាខួរក្បាលនិងថ្លើមកាហ្វេអ៊ីនបង្កើនល្បឿនសកម្មភាពនៃមជ្ឈមណ្ឌលប្រសាទការផឹកកាហ្វេអ៊ីនច្រើនហួសអាចបង្កើនអត្រាចង្វាក់បេះដូងដំណើរញ័រដេកមិនលក់សារធាតុនីកូទីនមាននៅក្នុងថ្នាំជក់វាបង្កើនចង្វាក់បេះដូងសម្ពាធឈាមអត្រាដង្ហើមនិងការបញ្ចេញជាតិអាស៊ីតក្នុងក្រពះចំណាំកាហ្វេអ៊ីនមាននៅក្នុងកាហ្វេតែកូកានិងភេសជ្ជៈជាច្រើនទៀត